នេះជាព្រះរាជដំណាក់ទក្សិណដែលព្រះករុណាថ្លៃពិសេសព្រះរាជទានជូនរាជរដ្ឋាភិបាលកម្ពុជាព្រះរាជដំណាក់ទក្សិណនេះគឺជាទីកន្លែងប្រកបដោយអនុស្សាវរីយ៍នៃព្រះករុណាព្រះបរមរតនកោដ្ឋនិងព្រះរាជបិតាមាតាគឺព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាកញ្ចនកោដ្ឋនិងសម្ដេចព្រះមហាក្សត្រយានីស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរតន៍សិរីវឌ្ឍនានិងជាទីស្នាក់នៅរៀនសូត្ររបស់ព្រះរាជបុត្រីបុត្រានៃព្រះបរមរតនកោដ្ឋក្នុងនោះក៏មានសម្ដេចព្រះរាមនរោត្តមបុប្ផាទេវីដែរដែលលោកគង់ជាមួយព្រះអយ្យកាព្រះអយ្យកោរៀនរបាំព្រះរាជទ្រព្យនៅក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សសម្ដេចតានៃយើងនិងមាតាបិតាស្ដេចគង់ប្រថាប់នៅរាជដំណាក់នេះរហូតដល់ស្ដេចឡើងសោយរាជសម្បត្តិព្រះអង្គក៏យាងទៅគង់នៅឯប្រាសាទខេមរិន្ទនាព្រះបរមរាជវាំងវិញក្រោយមានរដ្ឋប្រហារឆ្នាំ1970រដ្ឋាភិបាលលោកលន់ នល់បានបិទព្រះរាជវាំងដោយពួកគេមិនហ៊ានប៉ះពាល់ព្រះចេស្តានៃសម្ដេចព្រះមហាក្សត្រយានីឡើយដោយពួកគេបានយាងព្រះមហាក្សត្រយានីព្រះមេដាជាតិមកគង់នៅព្រះរាជដំណាក់ចាស់ទក្សិណនេះវិញក្រោយស្ដេចយាងចេញទៅព្យាបាលព្រះរោគនិងសោយព្រះពារាល័យនៅប្រទេសចិននៅគ្រាមួយពេលដែលទទួលបានសុខសាន្តវិញហើយក្នុងឆ្នាំ1993ព្រះបរមរតនកោដ្ឋលោកបានប្រទានព្រះរាជដំណាក់ទក្សិណនេះមកឲ្យរដ្ឋាភិបាលកូរ៉េខាងជើងដើម្បីធ្វើជាស្ថានទូតប្រចាំនៅកម្ពុជាហើយសម្រាប់បច្ចុប្បន្ននេះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងស្ដេចប្រោសព្រះរាជទានព្រះរាជដំណាក់នេះរួមទាំងព្រះរាជដំណាក់ផ្គល់ជូនរាជរដ្ឋាភិបាលដើម្បីធ្វើជាសារមន្ទីរជាតិរក្សាបេតិកភណ្ឌជាតិតទៅជាចុងក្រោយនៃវីដេអូនេះសូមអរព្រគុណនិងសូមអរគុណដែលបានទស្សនាវីដេអូនេះពីដើមរហូតមកដល់ចប់